សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូ2025នាព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025ឯកឧត្តមប៉ែនកុសលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូឆ្នាំ2025ក្រោមប្រធានបទពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់ក្នុងសហគមន៍នៅសាលប្រជុំរំដួលនៅលើមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីដែលជាសមាជិកាគណៈកម្មាធិការសាខាអនុសាខាអ្នកស្ម័គ្រចិត្តនិងយុវជនទាំង7ក្រុងស្រុកចំនួន160នាក់លោករស់សុខននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំលើកឡើងនៅចំនួនកម្លាំងអ្នកស្ម័គ្រចិត្តរបស់សាខាដែលបានធ្វើបច្ចុប្បន្នភាពគឺមានចំនួនសរុបស្មើនឹង2625នាក់នៅក្នុងភូមិចំនួន875ចំណែកទីប្រឹក្សានិងយុវជនកាកបាទក្រហមតាមសាលារៀន18សាលាស្មើនឹង936នាក់ជាមួយគ្នានោះលោកស្រីខនសាវរីតំណាងអ្នកស្ម័គ្រចិត្តក៏បានមានការលើកឡើងថ្លែងនៅចំណាប់អារម្មណ៍របស់អ្នកស្ម័គ្រចិត្តដោយក្នុងនោះបានលើកឡើងថាក្នុងនាមជាអ្នកស្ម័គ្រចិត្តគឺជាឆ្អឹងខ្នងនិងជាប្រតិបត្តិការជួរមុខនិងមិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជាក្នុងន័យនេះអ្នកស្ម័គ្រចិត្តយល់ជ្រួតជ្រាបប្រកាន់កាន់តែច្បាស់ថែមទៀតអំពីតួនាទីជាអ្នកស្ម័គ្រចិត្តដែលត្រូវរួមចំណែកជួយដល់ការងារមនុស្សធម៌កាកបាទក្រហមកម្ពុជាក្នុងការឆ្លើយតបដល់ជនដែលរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងគ្រោះមហន្តរាយដោយធម្មជាតិនិងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋានឲ្យបានសមស្របនិងទាន់ពេលវេលាជាមួយគ្នានោះដែរឯកឧត្តមប៉ែនកុសលក៏បានអានជូននៅសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនទៅកាន់អង្គពិធីបានជ្រាបនៅសេចក្តីយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំចំពោះបងប្អូនអ្នកស្ម័គ្រចិត្តរបស់យើងគ្រប់រូបបន្តមកឯកឧត្តមប្រធានក៏បានមានប្រសាសន៍ធ្វើការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបន្តស្មារតីរួបរวมគ្នាជាធ្លុងមួយដើម្បីឲ្យជាតិមាតុភូមិរបស់យើងទទួលបាននូវការរីកចម្រើនបន្ថែមទៀតដើម្បីឈានឆ្ពោះទៅដល់ផែនការគោលដៅមួយដែលយើងចង់បានទាំងអស់គ្នានៅពេលខាងមុខនិងបានផ្ដល់ជូននៅបានសរសើរជូនដល់អ្នកស្ម័គ្រចិត្តជាមួយនឹងយុវជនព្រមទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ